អូខេសួស្តីអ្នកនរគ្នាបាទជួបគ្នាជាមួយនឹងមេរៀនសន្ទនារបស់យើងជាបន្តទៀតហើយមេរៀនសន្ទនារបស់យើងថ្ងៃនេះគឺយើងចូលដល់មេរៀនទី73ហើយបងប្អូនអរគ្នាបាទហើយសម្រាប់បងប្អូនដែលមកថ្មីដើម្បីទស្សនាពីមេរៀនទី1មកបងប្អូនអាចចុចដំណរ link ដែលខ្ញុំបានដាក់នៅក្នុង description នៃវីដេអូនេះឬក៏បងប្អូនអាចចុចដំណរ link ដែលខ្ញុំបាន pin នៅក្នុង comment នៃវីដេអូនេះក៏បានដែរណាបាទនៅពេលនោះបងប្អូននឹងឃើញមេរៀនទាំងអស់បាទចាប់ពីមេរៀនទីបាទ1រហូតដល់មេរៀនទី73ណាបាទហើយមេរៀនទី73របស់យើងថ្ងៃនេះបាទគឺយើងនិយាយអំពី make a wish បាទ make a wish បាទគឺមានថាធ្វើការប៉ងប្រាថ្នាណាបាទហើយនេះគឺជារូបភាពពាក់ព័ន្ធទៅនឹងការសន្ទនារបស់យើងបាទនៅថ្ងៃនេះបាទវុធីស្រស់ថមហើយនឹងទេវីបាទពួកគេនឹងធ្វើការប៉ងប្រាថ្នាណាបាទអញ្ចឹងយើងរងចាំមើលនៅក្នុងការសន្ទនារបស់គ្នាថាតើពួកគេទាំង4នាក់ហ្នឹងធ្វើការប៉ងប្រាថ្នាអ្វីខ្លះណាបាទអញ្ចឹងមុននឹងចូលដល់ការសន្ទនាបាទដោយរដងអញ្ចឹងគឺខ្ញុំសូមឲ្យបងប្អូនអរគ្នាបាទមើលពាក្យហើយនឹងឃ្លាសំខាន់ជាមុនសិនណាបាទឥឡូវតោះយើងចូលសិក្សាដល់គ្នាបាទ keywords and phrases ចឹងនៅថ្ងៃនេះគឺយើងមានពាក្យថា live បាទយើងអានថា live បាទគឺមានន័យថារស់នៅណាបាទហើយយើងមានពាក្យថា peaceful បាទ peaceful គឺមានន័យថាដែលស្ងប់សុខបាទយើងមានពាក្យដូចជា waterfall បាទ waterfall គឺមានន័យថាទឹកជ្រោះឬក៏ទឹកធ្លាក់ក៏បានដែរណាបាទហើយយើងមានពាក្យថា by បាទ by គឺមានន័យថានៅក្បែរហើយយើងមានពាក្យថា perfect បាទ perfect គឺមានន័យថាល្អឥតខ្ចោះបាទហើយយើងមានពាក្យថា somewhere បាទ somewhere មានន័យថាកន្លែងណាមួយណាបាទអូខេអញ្ចឹងនេះគឺជាពាក្យសំខាន់របស់យើងនៅក្នុងមេរៀនសន្ទនាថ្ងៃនេះឥឡូវយើងចូលទៅមើលការសន្ទនារបស់គ្នាតែម្ដងបាទ conversation របស់យើងហើយនេះគឺជារូបភាពពាក់ព័ន្ធទៅនឹង conversation របស់យើងណាបាទអូខេដោយរដងអញ្ចឹងមុននឹងខ្ញុំបញ្យល់បងប្អូនបន្ថែមទៅលើការសន្ទនាមួយនេះគឺខ្ញុំសូមឲ្យបងប្អូនទាំងគ្នាបាទហ្វឹកហាត់នៅក្នុងការស្ដាប់អត្ថបទសន្ទនាមួយនេះជាមុនសិនណាបាទអូខេអញ្ចឹងតោះយើងចូលស្ដាប់ទាំងគ្នាតែម្ដងបាទបន្តមកខ្ញុំនឹងបញ្យល់បន្ថែមជូនបងប្អូនទាំងគ្នាតាមក្រោយណាបាទ Make a wish. Make a wish. I'd like to see the snow. And I want to live in a peaceful house by a waterfall. I want to sing in perfect English with my friends. And you, Tom? I want you all to meet my family from England. That's nice. I want love. I want love. But if you want your wishes to come true, you must take the box somewhere. អូខេយ៉ាងម៉េចដែរបងប្អូនទាំងគ្នាឥឡូវសូមបងប្អូនទាំងគ្នាស្ដាប់ម្ដងទៀត Make a wish. Make a wish. I'd like to see the snow. And I want to live in a peaceful house by a waterfall. I want to sing in perfect English with my friends. And you, Tom? I want you all to meet my family from England. That's nice. I want love. I want love. But if you want your wishes to come true, you must take the box somewhere. អូខេអញ្ចឹងបន្ទាប់ពីបងប្អូនបានស្ដាប់ចប់ហើយតើឥឡូវសូមបងប្អូនមកមើលការសន្ទនាជាមួយខ្ញុំទាំងអស់គ្នាបាទអញ្ចឹងដូចខ្ញុំបានបញ្ជាក់បងប្អូនពីខាងដើមហើយថាការសន្ទនាថ្ងៃនេះគឺយើងនឹងមកមើលអំពីបាទការប៉ងប្រាថ្នារបស់បាទស្រស់វុធីថមហើយនឹងទេវីណាបាទអញ្ចឹងបាទជាដំបូង parrot បាទមានន័យថាសត្វសេកហ្នឹងបាទអញ្ចឹងសត្វសេកហ្នឹងគាត់និយាយថា make a wish បាទ make a wish គឺមានន័យថាចូលធ្វើការប៉ងប្រាថ្នាទៅបាទចូលធ្វើការប៉ងប្រាថ្នាទៅណាបាទហើយបន្តមកបាទវុធីគាត់ប្រាថ្នាថា I'd like to see the snow បាទ I'd like to see the snow ហ្នឹងគឺមានន័យថាខ្ញុំចង់ឃើញព្រិលណាបាទហើយបន្តមកបាទស្រស់ម្ដងបាទស្រស់គាត់ថាហាហា
and I want to live in a peaceful house by a waterfall បាទមកទៀតបាទហាហា and I want to live in a peaceful house by a waterfall បាទគឺមានថាហាហាបាទហាហាកន្លែងនេះគឺគាត់ចង់ search វុធីដែលចង់ឃើញព្រិលណាបាទថាហាហាហើយចំពោះស្រស់វិញគាត់បន្ថែមថាហើយខ្ញុំចង់រស់នៅក្នុងផ្ទះដែលស្ងប់សុខមួយក្បែរទឹកជ្រោះណាបាទ live in a peaceful house បាទរស់នៅក្នុងផ្ទះដែលស្ងប់សុខមួយក្បែរទឹកជ្រោះណាបាទបាទហើយបន្តមកទេវីគាត់ប្រាថ្នាម្ដងបាទគាត់ថា I want to sing in perfect English with my friends បាទ I want to sing in perfect English with my friends គឺមានថាខ្ញុំចង់ច្រៀងបទចម្រៀងភាសាអង់គ្លេសឲ្យបានល្អឥតខ្ចោះណាបាទខ្ញុំចង់ច្រៀងភាសាអង់គ្លេសឲ្យបានល្អឥតខ្ចោះបាទជាមួយមិត្តភ័ក្តិរបស់ខ្ញុំណាបាទហើយបន្តមកបាទទេវីក៏សួរទៅកាន់ Tom ថា and you Tom ចុះចំណែកអ្នកវិញ Tom តើមក Tom ក៏ថា I want you all to meet my family from England បាទ I want you all to meet my family from England បាទគឺមានថាខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាជួបក្រុមគ្រួសាររបស់ខ្ញុំមកពីប្រទេសអង់គ្លេសណាបាទបាទហើយបន្តមកបាទទេវីគាត់និយាយថា that's nice បាទ that's nice បាទឃ្លាថា that's nice គឺយើងអាចថា that's good ឬក៏ that's great បាទបានដូចគ្នាទេគឺមានថាពិតជាល្អមែនណាបាទបាទហើយបន្តមកបាទសត្វសេហ្នឹងគាត់ធ្វើការប៉ងប្រាថ្នាដែរបាទគាត់ថា I want love បាទ I want love បាទគឺមានថាខ្ញុំចង់បានសេចក្តីស្រឡាញ់បាទ I want love ណាបាទបាទហើយបន្តមកបាទ everyone បាទមានន័យថាអ្នកទាំងអស់គ្នាណាបាទគាត់ថាហាហាណាបាទគាត់ search ទៅកាន់សត្វសេហ្នឹងណាបាទអូខេអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាបានធ្វើការប៉ងប្រាថ្នារួចទាំងអស់គ្នាហើយបាទព្រះសង្ឃគាត់បានមានសន្និការថា but if you want your wishes to come true you must take the box somewhere បាទគឺមានថាប្រសិនបើអ្នកចង់ឲ្យការប៉ងប្រាថ្នារបស់អ្នកខ្លាចជាការពិតអ្នកត្រូវតែយកប្រអប់នេះទៅកាន់កន្លែងណាមួយណាបាទអូខេអញ្ចឹងមេរៀនសន្ទនារបស់យើងគឺមានតែត្រឹមនេះសិនបាទហើយយើងរងចាំមើលនៅក្នុងមេរៀនបន្តទៀតបាទព្រោះនៅមានភាគបន្តទៀតណាបងប្អូនបាទអូខេអញ្ចឹងយើងចូលទៅមើលឡើងវិញថាតើយើងបានរៀនអ្វីខ្លះនៅក្នុងមេរៀនសន្ទនាថ្ងៃនេះបាទបាទអញ្ចឹងខ្ញុំសូមរំលឹកជូនបងប្អូនអរគ្នាឡើងវិញបាទអញ្ចឹងថ្ងៃនេះគឺយើងបានរៀនពាក្យថា live បាទគឺមានន័យថារស់នៅបាទហើយយើងមានពាក្យថា peaceful បាទ peaceful នោះមានថាដែលស្ងប់សុខណាបងប្អូនបាទហើយយើងមានបាទពាក្យថា waterfall បាទគឺមានថាទឹកជ្រោះឬក៏ទឹកធ្លាក់ណាបាទហើយយើងមានពាក្យ by បាទ by នៅត្រង់នេះគឺមានថានៅក្បែរណាបាទហើយយើងមានពាក្យថា perfect បាទមានន័យថាល្អឥតខ្ចោះបាទហើយយើងមានពាក្យថា somewhere បាទមានន័យថាកន្លែងណាមួយណាបាទអូខេអញ្ចឹងមេរៀនសន្ទនារបស់យើងថ្ងៃនេះបានមកដល់ទីបញ្ចប់ហើយបាទប្រសិនបើបងប្អូនមានសំណួរឬក៏មានមតិយោបល់អ្វីបន្ថែមបងប្អូនអាច comment នៅខាងក្រោមវីដេអូនេះបាទសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានការបង្រៀនភាសាអង់គ្លេសនៅលើ YouTube Channel BS English ខ្មែរសម្រាប់បងប្អូនដែលចង់ទទួលបានមេរៀនថ្មីៗទាក់ទងទៅនឹងពាក្យវេយ្យាករណ៍ការសន្ទនាការបកប្រែក៏ដូចជាមេរៀនភាសាអង់គ្លេសផ្សេងៗទៀតសូមបងប្អូនចុច Subscribe ហើយនឹងបើករូបសញ្ញាកណ្ដឹងដើម្បីទទួលបានមេរៀនថ្មីៗដែលខ្ញុំនឹងផុសជាបន្តបន្ទាប់សូមអរគុណសូមជម្រាបលា